ហាងចេញមាននៅថ្ងៃច័ន្ទទី26 ខែ 5 នៅព្រឹកថ្ងៃច័ន្ទនេះដែរនៅពេលដែលបើកផ្សារទីផ្សារបានចុះមកដល់តម្លៃ 3331 អញ្ចឹងយើងមើលទៅលើ daily ដើម្បីដឹងពីទិសដៅរបស់ទីផ្សារសម្រាប់ daily បើយើងមើលទៅទីផ្សារអាចឡើងទៅរកតម្លៃ 3430 និងតម្លៃ 3500 សម្រាប់ទីផ្សារមាសអញ្ចឹងdaily ភាគរយឡើងគឺមានច្រើនសម្រាប់ daily តោះមកយើងមើលទៅលើ30នាទីដើម្បីរកឱកាសក្នុងការទិញលក់អញ្ចឹង30នាទីបើយើងមើលពីលំហូរក៏ជាលំហូរឡើងដែរដូចនឹង daily ដែរ30នាទីគឺជាលំហូរឡើងអញ្ចឹងភាគរយឡើងគឺមានច្រើនដោយសារលំហូរឡើងបែបនេះបើមាសចុះក៏អាចចូលមិនច្រើនទេអាចចូលតិចតួចហ្នឹងមាសអាចបន្តឡើងទៀតដែរដោយសារតែថ្ងៃនេះគឺលុយដុល្លារ Bank Holiday អញ្ចឹងមាសការប្រែប្រួលក៏អាចមិនសូវច្រើនប្រហែលដែរអាចប្រែប្រួលក្នុងចន្លោះ 3331 និង 3367 អញ្ចឹងយើងអាចរកឱកាសក្នុងការទិញលក់ក្នុងចន្លោះហ្នឹងបាទបើសិនជាចុះមកចិត្ត support តម្លៃ 3331 ហ្នឹងគឺយើងអាចទិញបានដែរហើយបើសិនជាឡើងទៅលើក្បែរ resistance តម្លៃ 3367 នេះក៏យើងអាចលក់បានដែរដោយសារតែក្នុងថ្ងៃនេះគឺ Bank Holiday អញ្ចឹងម៉ោងពេលព្រឹកទីផ្សារអាចប្រែប្រួលចន្លោះហ្នឹងហើយម៉ោងអឺរ៉ុបបើសិនជាធ្លាយក៏អាចធ្លាយមិនច្រើនដែរអាចធ្លាយតិចតួចហ្នឹងមាសអាចបកមករកតម្លៃក្នុងស៊ូននឹងវិញហ្នឹងអញ្ចឹងសម្រាប់តម្លៃបាយយើងអាចបាយបានក្នុងតម្លៃ 3231 តម្លៃកាលពីព្រឹកមិញ support កាលពីព្រឹកមិញហើយបើសិនជាមានបន្តចុះទៀតយើងអាចបាយនៅតម្លៃ 3217 និងតម្លៃ 3300 ហើយចំណែកឯតម្លៃ sell យើងអាច sell បាននៅតម្លៃ 3361 តម្លៃ 3375 និងតម្លៃ 3390 សម្រាប់បងប្អូនដែលចង់បើក account trade នៅ Black Belt អាចឆាតតាម Telegram 011879511